ហើយបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកនៅ stability នៅក្នុងភាសាអង់គ្លេសគេហៅថា stability ស្ថិរភាពនៅក្នុងស្ថិរភាពនេះតើយើងត្រូវមានស្ថិរភាពអីខ្លះស្ថិរភាពហិរញ្ញវត្ថុស្ថិរភាពគ្រួសារស្ថិរភាពអីអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូននឹងទទួលបាននៅចំណេះដឹងជាភាសាអង់គ្លេសហើយក៏ជាចំណែកមួយក្នុងការយល់ដឹងពីស្ថិរភាពតើយើងត្រូវមានស្ថិរភាពអ្វីខ្លះនៅក្នុងជីវិតរបស់យើងតោះយើងចូលទាំងអស់គ្នាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់មេរៀនទាំងស្រុងរបស់យើងណា Lesson 1 Personal Stability plus Financial Stability ចាំមេរៀនទី1គឺវា stability គឺយើងបានន័យថាស្ថិរភាព personal ផ្ទាល់ខ្លួនស្ថិរភាពផ្ទាល់ខ្លួន financial stability ស្ថិរភាពផ្នែកហិរញ្ញវត្ថុណា financial stability ស្ថិរភាពហិរញ្ញវត្ថុ key idea គំនិតជាគន្លឹះណា a stable mind គំនិតបែបដែលមានស្ថិរភាព and stable money ហើយនឹងលុយស្ថិរភាពផ្នែកលុយណា habits យើងប្រើទម្លាប់ create បង្កើត a peaceful life នៅជីវិតដ៏ពោរពេញដោយអត្ថន័យឬក៏សន្តិភាពពោរពេញដោយសន្តិភាពអញ្ចឹងយើងប្រើមកវិញ a stable mind and stable money habits ទម្លាប់ដែលមានស្ថិរភាពផ្នែកអារម្មណ៍ផ្នែកគំនិតហើយនឹងទម្លាប់ដែលមានស្ថិរភាពផ្នែកលុយកាក់ឬក៏ប្រាក់កាសអញ្ចឹងបង្កើតបាននៅជីវិតដ៏មានអត្ថន័យ peaceful ដ៏មានសេចក្តីសុខឬក៏ peace សន្តិភាពអញ្ចឹងណាបងប្អូន sentences ប្រយោគអញ្ចឹងយើងមើលប្រយោគមកមកទៅនេះបងប្អូនបាទអញ្ចឹង when you control your emotions you build personal stability នៅពេលដែលអស់លោកអ្នកcontrol គ្រប់គ្រងនៅ emotions អារម្មណ៍របស់លោកអ្នកបាន you build បានន័យថាអ្នកបង្កើតនៅទម្លាប់ផ្ទាល់ខ្លួនបានហើយអញ្ចឹងបងប្អូនមកក្រោមទៀត saving money every month is one way to create financial stability saving យើងប្រែថាសង្គ្រោះឬក៏ជួយ money នឹងប្រែថាលុយevery month ជារៀងរាល់ខែ is one way គឺជាមធ្យោបាយតែមួយគត់ to create ដើម្បីបង្កើត financial stability ស្ថិរភាពផ្នែកហិរញ្ញវត្ថុយើងប្រែរួមទាំងអស់វិញមកថា saving money every month is one way to create financial stability ការសន្សំលុយការសន្សំប្រាក់កាសគឺជារៀងរាល់ខែគឺជាមធ្យោបាយមួយឬក៏ជាកន្លឹះមួយដើម្បីបង្កើតបាននៅស្ថិរភាពផ្នែកហិរញ្ញវត្ថុអូខេខាងក្រោមទៀតចឹងលឿនវីដេអូក៏បងប្អូនអាចសារទៅមកបានណា A stable person doesn't spend more than they earn stable person បានន័យថាបុគ្គលដែលមានស្ថិរភាពក្នុងខ្លួន doesn't spend គឺមិនមែនជាបុគ្គលដែលចំណាយ more than they earn ច្រើនជាងការសន្សំរបស់ពួកគេឡើយ A stable person doesn't spend more than they earnប្រែរួមមកយើងប្រែថាបុគ្គលដែលមានស្ថិរភាពនៅក្នុងខ្លួនគឺមិនមែនជាបុគ្គលដែលចំណាយលើសប្រាក់ដែលគេសន្សំដែលពួកគេសន្សំនោះឡើយអូខេមកខាងក្រោមទៀត Financial stability starts with small steps like writing down your incomes and expenses financial stability ស្ថិរភាពផ្នែកហិរញ្ញវត្ថុ starts ចាប់ផ្ដើមជាមួយនឹងជំហានតូច with small step ជំហានតូចដូចជា writing down សរសេរនៅ income ចំណូលរបស់ពួកគេ income ប្រាក់ចំណូល and expenses ហើយនឹងប្រាក់ចំណាយរបស់គេអញ្ចឹងយើងប្រែរួមមក financial stability ស្ថិរភាពរបស់ហិរញ្ញវត្ថុចាប់ផ្ដើមជាមួយនឹងជំហានតូចដូចជាការសរសេរនៅប្រាក់ចំណូលរបស់ខ្លួនក៏ដូចជាប្រាក់ចំណាយរបស់ខ្លួនអញ្ចឹងណាមកខាងក្រោមទៀតconversation example ឧទាហរណ៍ផ្នែកខាងការសន្ទនាយើងមើល students so teacher how can I live a stable life លោកគ្រូតើខ្ញុំអាចរស់នៅក្នុងជីវិតបែបស្ថិរភាពដោយរបៀបណាលោកគ្រូគាត់និយាយថា first take care your short ជាដំបូងនេះគឺរក្សាផ្នត់គំនិតការគិតរបស់ខ្លួនឯងសិនណា then manage your money wisely ហើយបន្ទាប់មកទៀតនេះគឺត្រូវតែគ្រប់គ្រងរៀបចំប្រាក់កាសឲ្យបានទូលំទូលាយ
ban tu lum le ban la prasa chẳng na bon so mental and money stability go together ហើយសំណួរគេសួរសិស្សគេសួរលោកគ្រូទៅវិញទៀតណា so mental ប្រែថាគំនិតចិត្តណា mental គំនិតចិត្តយ៉ាងមក and money stability ហើយនឹងស្ថិរភាពរបស់លុយ together go together វាទៅជាមួយគ្នាមែនទេអញ្ចឹងយើងប្រែជារួមមក so ដូច្នេះហើយតើចិត្តផ្នែកគំនិតក៏ដូចជាស្ថិរភាពលុយកាក់តើវាទៅរួមជាមួយគ្នាឬលោកគ្រូក៏ឆ្លើយថា exactly ពិតហើយសិស្សទាំងឡាយ when your mind នៅពេលដែលគំនិតរបស់អ្នកទាំងអស់គ្នា is calm down is calm បានន័យថា is calm នឹងគឺគំនិតរបស់អ្នកទាំងអស់គ្នានឹងស្ថិតនៅក្នុងការគ្រប់គ្រងល្អត្រជាក់សុខសាន្តសុខុមាលភាពអញ្ចឹងទៅ and your money ហើយលុយរបស់អ្នកទាំងអស់គ្នា is in control គឺវានៅក្នុងការគ្រប់គ្រងជាប់លាប់បានល្អ life become easier ជីវិតរបស់អ្នកនឹងគឺត្រូវคล้ายទៅជាជីវិតដែលល្អប្រសើរឬក៏ easy ងាយស្រួលមែនទែនបាច់បកប្រែច្រើនទេបងប្អូនណាមកខាងក្រោមទៀត lesson 2 family stability plus emotional stability family គ្រួសារស្ថិរភាពគ្រួសារនិងស្ថិរភាពផ្នែកចិត្តគំនិត key idea គំនិតជាកន្លឹះ a strong family is strong នឹងភាពខ្លាំងណាបងខ្លាំងកម្លាំងឡោះfamily ប្រែគ្រួសារ support ជួយឧបត្ថម្ភគ្រប់គ្រងអញ្ចឹង support ណាបងប្អូន your feeling អារម្មណ៍របស់អ្នក and your feeling keep the family strong ហើយគំនិតរបស់អ្នកនឹងរក្សាបាននៅstrong គ្រួសារដ៏រឹងមាំអញ្ចឹងទៅបងប្អូនណាអញ្ចឹងយើងប្រែជារួមមក a strong family support your feeling យើងប្រើថាគ្រួសារដែលពោពេញទៅដោយភាពខ្លាំងsupport គឺវាជួយឲ្យអារម្មណ៍របស់អ្នក and your feeling ហើយអារម្មណ៍របស់លោកអ្នកទៀតសោតនឹង keep the family strong ជួយឲ្យគ្រួសារនឹងមានកម្លាំង sentences នៅក្នុងប្រយោគបងប្អូនណានៅក្នុងប្រយោគនេះគឺយើងលឿនបន្តិចបងប្អូនដោយសារខ្ញុំក៏រវល់ដែរនៅពេលដែលខ្ញុំធ្វើវីដេអូនេះកំពុងតែកូនកំពុងតែគេអញ្ចឹងបើខ្ញុំធ្វើវីដេអូយូរពេកកូនភ្ញាក់ណា when a family communicates with love it build emotional stability នៅពេលដែល communicate នៅពេលដែលគ្រួសារមួយ communicate មានទំនាក់ទំនងជាមួយនឹងសេចក្តីស្រឡាញ់ណាសេចក្តីស្រឡាញ់ love សេចក្តីស្រឡាញ់ណា it build វាបង្កើតបាននៅ emotional stability ស្ថិរភាពផ្នែកចិត្តណាស្ថិរភាពផ្នែកចិត្តអញ្ចឹងមិនបាច់ប្រែជាថ្មីទេមកក្រោមទៀត parents យើងដឹងថា parents ឪពុកម្ដាយជាភូវចនៈណា who listen to their children keep great family stability អញ្ចឹងយើងអានថា children ភូវចនៈដូចគ្នាអញ្ចឹងឪពុកម្ដាយដែលស្ដាប់ទៅនឹងកូនរបស់ពួកគេជួយបង្កើតបាននៅស្ថិរភាពគ្រួសារអូខេអញ្ចឹងមកក្រោមទៀត emotional stability means អញ្ចឹងយើងប្រែមកណា staying calm even when things go wrong អញ្ចឹងផ្នែកគំនិតស្ថិរភាពផ្នែកគំនិតនឹងវាមានន័យថា staying calm បានន័យថាវាស្ថិតនៅក្នុងសេចក្តីសុខុមាលភាព calm ហ្នឹងសេចក្តីសុខុមាលភាពបើទោះបីជារឿងគ្រប់យ៉ាងបើទោះបីជានៅពេលដែលរឿងទាំងឡាយគ្រប់យ៉ាងហ្នឹងរឿងនៅក្នុងគ្រួសារយើងហ្នឹងណាជួបប្រទះទៅនឹងភាពមិនប្រក្រតីយ៉ាងណាក៏ដោយគោរងហ្នឹងភាពមិនប្រក្រតីនិយាយបែបអញ្ចឹងទៅណាអូខេមកខាងក្រោមទៀតលឿនបងប្អូន family stability grows when members respect and support each other អញ្ចឹងយើងប្រែមកស្ថិរភាពគ្រួសារ grow នឹងលូតលាស់នៅពេលដែលសមាជិក respect គោរព and support ហើយនឹងជួយឧបត្ថម្ភគ្នាទៅវិញទៅមកអញ្ចឹងបងប្អូនអញ្ចឹងនៅក្នុងទីនេះ short quote សំណេរខ្លីមួយពាក្យ slope ឬក៏ពាក្យខ្លីមួយគេថា stable feeling build stable family អញ្ចឹងអារម្មណ៍ដែលពោពេញដោយស្ថិរភាពវាបង្កើតបាននៅគ្រួសារទាំងឡាយដែលពោពេញដោយស្ថិរភាពដូចគ្នា